ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំបងប្អូនមកមើលពីរបៀបធ្វើជ្រក់ស្វាយខ្ចីដើម្បីញ៉ាំជាមួយត្រីចៀនណាបងប្អូនសម្រាប់ជ្រក់ស្វាយខ្ចីនេះយើងអាចធ្វើញ៉ាំជាមួយនឹងត្រីបំពងក៏បានត្រីចៀនឬក៏ត្រីអាំងក៏បានដែរបងប្អូនណាគឺត្រូវទាំងអស់បងប្អូនចង់ញ៉ាំជាមួយនឹងត្រីបំពងត្រីចៀនឬក៏ត្រីអាំងវាធ្វើឲ្យត្រីរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់គ្រឿងផ្សំរបស់យើងគឺត្រូវការស្វាយ2ផ្លែខ្ទឹមក្រហមម្ទេសខ្ចីឬក៏ម្ទេសទុំលាយគ្នាមកបងប្អូនស្ករសប៊ីចេងនិងទឹកត្រីតើបងប្អូនសម្រាប់ស្វាយនេះគឺយើងសាប់វាបងប្អូនណាសម្រាប់ខ្ទឹមក្រហមនេះគឺយើងចិតជាបន្ទះស្ដើងហើយនឹងម្ទេសនេះគឺយើងហាន់ជាកង់តូចៗបងប្អូនតើបងប្អូនយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងឡើយយើងយកកូនក្រវិតមកសាប់ស្វាយអញ្ចឹងណាបងប្អូនយើងសាប់វាឲ្យតូចឲ្យវាមានឲ្យវាសាប់ឲ្យសទាំងអស់ទៅយើងសាប់អញ្ចឹងរហូតទៅបងប្អូនសាប់វាហើយឲ្យវាឡើងយើងទក់តិចមកយើងយកក្រវិតមកពីរហ្នឹងចិតវាជាប្រទេសស្ដើងអញ្ចឹងមកបងប្អូនយើងចិតស្ដើងអញ្ចឹងមកពេលដែលវារៀងខ្សែដូចថាវានៅជាប់គ្នាវាអត់ដាច់ពីគ្នាទេគឺយើងត្រូវការសាប់វាទៀតបងប្អូនយើងត្រូវសាប់វាទៀតមកទៅមកតរ៉ែរហូតតទៅអស់ស្វាយហ្នឹងណាបងប្អូនណាយើងសាប់វាអញ្ចឹងមកយើងសាប់តទៅវាចេញជាសរសៃតូចយើងសាប់អញ្ចឹងទៅបងប្អូនបើយើងមានសម្រាប់ឈូសយើងយកវាមកឈូសក៏បានដែរនេះពេលដែលយើងសាប់រួចរាល់ហើយយើងយកក្រវិតមុខពីរហ្នឹងយកមកចិតវាអញ្ចឹងមកយើងធ្វើដដែលទៅមកចិត្តដូចថារហូតតទៅអស់ស្វាយដែលយើងត្រូវការហ្នឹងទៅយើងសាប់វាជាទូចមកហើយយើងយកក្រវិតមុខពីរសម្រាប់មកចិត្តបន្តទៀតយើងចិត្តស្ដើងអញ្ចឹងមកបងប្អូនណាបានវាឆ្ងាញ់ទៅវាលាយគ្រឿងចូលគ្នាទៅបានសព្វល្អសម្រាប់ជ្រក់ស្វាយនេះបងប្អូនយើងញ៉ាំដូចថាជាមួយត្រីបំពងត្រីអាំងឬក៏ត្រីចៀនគឺត្រូវទាំងអស់វាធ្វើឲ្យដូចថាត្រីរបស់យើងកាន់តែបន្ថែមរសជាតិមួយមុខទៀតអឺលើសអញ្ចឹងណាបងប្អូនណាយើងចិត្តដដែលអញ្ចឹងមកនេះបានទេបងប្អូនពេលនេះគឺស្វាយរបស់យើងគឺបានចិត្តរួចរាល់ហើយសម្រាប់ខ្ទឹមក្រហមនេះគឺយើងចិត្តយើងវត្តមុខពីរចិត្តក៏បានយើងវត្តមុខមួយចិត្តក៏បានបងប្អូនប៉ុន្តែយើងគិតមុខពីរចិត្តក៏វាស្រួលមួយយ៉ាងដែរយើងចិត្តវាជាប្រទេសស្ដើងអញ្ចឹងបងប្អូននេះយើងចិត្តវិលអញ្ចឹងមកសិតស្ដើងអញ្ចឹងទៅបើយើងយកកូនក្បិតចិត្តក៏បានបងប្អូនយើងយកកូនក្បិតដាក់វាលើជ្រុញយើងហាន់វាជាស្ដើងអញ្ចឹងមកប៉ុន្តែបើយើងចិត្តមុខក្បិតមុខពីរចិត្តទៅវាធ្វើឲ្យខ្ទឹមរបស់យើងបានស្មើគ្នាល្អអញ្ចឹងណានេះឃើញអត់យើងចិត្តវាស្ដើងអញ្ចឹងរហូតតទៅអស់ទៅខ្ទឹមចំនួន2ផ្លែហ្នឹងទៅបងប្អូនយើងចិត្តជាបន្ទះស្ដើងអញ្ចឹងមកបន្តមកទៀតពេលនេះគឺយើងបានចិត្តគ្រឿងក្រៅរួចរាល់ហើយបងប្អូនណាស្វាយខ្ទឹមក្រហមនិងម្ទេសគឺយើងបានចិត្តវារួចរាល់ហើយបន្តមកទៀតគឺយើងចាប់ផ្ដើមលាយគ្រឿងហ្នឹងចូលគ្នាមកជាដំបូងយើងត្រូវយកស្វាយហ្នឹងដាក់ចូលមុនក្នុងចានឬកូនចានដៃកន្ធុនអីមួយចឹងមកបងប្អូនណាដើម្បីឲ្យវាស្រួលលាយគ្រឿងហើយបញ្ជាក់ទេបងប្អូននេះយើងដាក់ខ្ទឹមក្រហមចូលមកបន្ទាប់ហើយទៅសម្រាប់ជ្រក់ស្វាយនេះយើងអត់បន្ថែមទឹកទេណាបងប្អូនណាយើងអត់ត្រូវការបន្ថែមទឹកទៀតទេយើងដាក់តែទឹកត្រីនិងគ្រឿងក្រៅវាចូលគ្នាទៅវាចេញទឹកពីគ្រឿងហ្នឹងមកហើយនឹងស្វាយខ្ទឹមក្រហមហ្នឹងចូលគ្នាហើយនេះបន្ទាប់មកទៀតយើងដាក់ស្វាយនិងខ្ទឹមក្រហមចូលហើយយើងដាក់ស្ករសកន្លះស្លាបព្រាទៅយើងចុងព្រាតិចទៅបងប្អូនកុំដាក់ច្រើនពេកតាមចំណង់ចំណូលចិត្តទៅសម្រាប់ប៊ីចេងយើងដាក់ប៉ុណ្ណឹងសិនទៅបងប្អូនណាបើសិនជាស្ទើរអីចាំយើងថែមថយតាមចំណង់ចំណូលចិត្តយើងទៀតទៅសម្រាប់ទឹកត្រីយើងដាក់4ទៅ5ស្លាបព្រាបាយទៅព្រោះអីយើងអត់ប្រើអំបិលទេបងប្អូនណាបើសិនជាបងប្អូនអត់ចូលចិត្តទឹកត្រីទេចង់ប្រើអំបិលបងប្អូនបន្ថយទឹកត្រីទៅ
បងប្អូនបន្ថយទឹកត្រីទៅយើងបន្ថែមអំបិលវិញតែសម្រាប់នាងខ្ញុំអត់ចូលចិត្តដាក់អំបិលទេយើងប្រើតែទឹកត្រីទេហើយយើងច្បល់ចុះឡើងចូលគ្នាអញ្ចឹងមកមួយផ្លែទៅគឺស្វាយនិងខ្ទឹមហ្នឹងគឺចាប់ផ្ដើមទន់ល្អហើយក៏បានវាចេញទឹកមកដែរយើងក៏ជ្រោកច្បល់ចុះឡើងរហូតអញ្ចឹងមកតែបន្តិចទៅស្វាយហ្នឹងគឺចាប់ផ្ដើមទន់ចូលជាតិហើយវាចេញទឹកមកហើយដូចបញ្ជាក់មិញចឹងបងប្អូនណានៅក្នុងជ្រក់ស្វាយហ្នឹងគឺយើងអត់ត្រូវការបន្ថែមទឹកទេគឺវាចេញទឹកមកហើយតែបើបងប្អូនចង់ថែមទឹកបន្តិចក៏បានដែរតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំអត់ចូលចិត្តថែមទឹកទេពេលដែលយើងជ្រោកទៅវាចេញទឹកមកល្មមដែលយើងអាចញ៉ាំជាមួយនឹងត្រីបានអញ្ចឹងណាបងប្អូនអញ្ចឹងហើយនេះយើងជ្រុំរួចរាល់ប៉ុណ្ណឹងហើយសម្រាប់ម្ទេសគឺយើងដាក់ក្រោយគេព្រោះអីវាស្រួលនឹងរៀងភ្លក់ដូចថាបងប្អូនខ្លះគាត់អត់សូវចេះញ៉ាំហឹលពេលដែលយើងដាក់ម្ទេសច្រឡូកចូលគ្នាហ្មងគឺយើងពិបាកនឹងភ្លក់ណាពេលដែលយើងលាយគ្រឿងចូលគ្នារួចរាល់អស់ហើយយើងភ្លក់គាត់ថាអូល្មមសមដែលយើងចូលចិត្តហើយយើងអាចដាក់ម្ទេសតាមក្រោយទៅព្រោះពេលដែលយើងដាក់ម្ទេសមុនសម្រាប់បងប្អូនដែលមិនសូវចេះហឹលអាចពិបាកនឹងភ្លក់នេះពេលនេះជ្រក់ស្វាយរបស់យើងគឺបានរួចរាល់ហើយបងប្អូនណាយើងជ្រោកច្បល់ចូលគ្នាទៅប៉ុណ្ណឹងទៅអូខេហើយរួចរាល់ហើយតើបងប្អូនចាំបងប្អូនពេលនេះត្រីចៀនជាមួយនឹងជ្រក់ស្វាយរបស់យើងគឺបានចាំរួចរាល់បងប្អូនណាអាចសាប់ដល់ធ្វើញ៉ាំបានទាំងគ្នាបើសិនចូលចិត្តសូមជួយចុច like និង Subscribe Channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែម